បងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺនាំបងប្អូនមកមើលដើមកធំថេរបងប្អូនហើយបងប្អូនមើលធំថេរឥឡូវគឺលាស់ត្រួយច្រើនមែនតែនហ្មងណាបងប្អូនហើយល្អទៀតបងប្អូននេះឥឡូវគឺមានជាការមកក្តិចត្រួយបងប្អូនគឺយកវាទៅហូបចឹងណាហើយចំពោះថ្ងៃហ្នឹងគឺខ្ញុំយកវាទៅហូបជាមួយនឹងទឹកគ្រឿងណាបងប្អូនហើយចំពោះកធំថេរនេះនិយាយទៅហូបបានច្រើនបែបច្រើនបទណាបងប្អូននិយាយទៅគឺច្រើនយើងអាចហូបជាមួយប្រហុកក៏បានហូបជាមួយនឹងផ្អកអីហ្នឹងក៏បានដែរបងប្អូនហើយចំពោះខ្ញុំគឺខ្ញុំចូលចិត្តសម្រាប់កធំថេរនេះគឺហូបជាមួយនឹងផ្អកប្រហុកហើយនឹងសំខាន់បំផុតគឺជាមួយនឹងនំបញ្ចុកនឹងឯងបងប្អូននិយាយទៅគឺនំបញ្ចុកហ្នឹងគឺដឹងតថាអត់អាចខ្វះបានហ្មងបងប្អូនជាមួយនឹងកធំថេរហ្នឹងណាហើយចំពោះកធំថេរនេះបងប្អូននិយាយទៅគឺវាគេហៅថាដាំធម្មជាតិអញ្ចឹងគឺវាល្អណាបងប្អូនណាគឺវាល្អអញ្ចឹងណាហើយយើងគេហៅថាបើសិនជាបងប្អូនមានដីមានអីទលាយអីចឹងបងប្អូនអាចដាក់វាដាំអីចឹងទៅបងប្អូននិយាយទៅគឺវាល្អនិយាយទៅគឺវាល្អដោយសារយើងដាំវាខ្លួនឯងគឺវាធម្មជាតិចឹងណាវាអត់ដូចថាយើងទិញគេអីចឹងណាបងប្អូនហើយបងប្អូនមើលនេះគឺត្រួយល្អមែនតែនហ្មងបងប្អូនគឺឡើងខ្ចីហ្មងហើយចំពោះកធំថេរនេះគឺអត់ចាំបាច់ស្រោចទឹកទេបងប្អូននេះគឺខែប្រាំងហ្មងឡើងស្ងួតហ្មងបងប្អូននិយាយទៅដូចអត់ទាន់មានភ្លៀងនិយាយទៅចូលដល់ខែ3ហើយគឺអត់មានភ្លៀងហ្មងបងប្អូនហើយវានៅតែលាស់ល្អដែរអញ្ចឹងណាបងប្អូនហើយនេះបងប្អូននេះកធំថេរដែលយកមកហូបជាមួយនឹងទឹកគ្រឿងអញ្ចឹងណាបងប្អូនហើយមិនដឹងថាមានបងប្អូនម៉ាអ្នកដែលគាត់ធ្លាប់ដែលបានយកកធំថេរមកហូបមួយទឹកគ្រឿងអញ្ចឹងណាបងប្អូនប្រហែលជាមានបងប្អូនខ្លះគាត់អាចនឹងអត់ដែរហូបអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនគាត់អត់ដែរហូបអីអញ្ចឹងបងប្អូនអាចសាកល្បងមើលទៅបងប្អូននិយាយទៅបេះយកមកផ្ទាប់ជាមួយនឹងទឹកគ្រឿងគឺឆ្ងាញ់ហ្មងបងប្អូនហើយចំពោះខ្ញុំដំបូងក៏ខ្ញុំដូចជាអត់ដឹងទេបងប្អូនអត់ដឹងថាហូបជាមួយនឹងទឹកគ្រឿងវាឆ្ងាញ់ហ៎នៅពេលដែលខ្ញុំដឹងពីគេដែរទេបងប្អូនដល់ពេលដឹងពីគេប្រាប់ខ្ញុំថាយកហូបមួយទឹកគ្រឿងឆ្ងាញ់ដល់ពេលឥឡូវខ្ញុំយកមកហូបមែនបងប្អូនគឺឆ្ងាញ់មែនអញ្ចឹងណា